ល្បែងយូគីកំពុងកើបលួយពីអ្នកភូមិទាំងចាស់ទាំងក្មេងនៅស្រុកមោងឫស្សីខេត្តបាត់ដំបងបើពិនិត្យលើរូបភាពនៃសកម្មភាពប្រព្រឹត្តល្បែងស៊ីសងយូគីគេឃើញមានប្រជាពលរដ្ឋទាំងប្រុសទាំងស្រីទាំងក្មេងទាំងចាស់បានប្រជ្រៀតគ្នាយ៉ាងពពាក់ពពូនចាក់ល្បែងស៊ីសងយូគីដែលទំនងមិនរំខានទៅដល់សមត្ថកិច្ចឬអាជ្ញាធរស្រុកមោងឫស្សីនោះទេបើទោះបីជាបនល្បែងនេះបើកឲ្យអ្នកភូមិលេងយ៉ាងចំហរៀងរាល់ថ្ងៃយ៉ាងណាក៏ដោយនេះបើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះប្រភពបានរាយការណ៍ថាទីតាំងល្បែងយូគីនេះបានបើកលេងនៅក្រោមម្លប់ដាំស្ដៅក្នុងភូមិយឿនមានឃុំឫស្សីក្រាំងស្រុកមោងឫស្សីខេត្តបាត់ដំបងដែលគេបានអះអាងថាឈ្មោះសៅជាអ្នកបើកបនល្បែងយូគីនេះហើយកើបលួយយ៉ាងស្រួលពីអ្នកភូមិថែមទៀតផងប្រភពបានបញ្ជាក់បន្ថែមថាមេល្បែងយូគីឈ្មោះសៅនេះមិនមែនជាអ្នករស់នៅក្នុងមូលដ្ឋាននោះទេតែមេល្បែងម្នាក់នេះបានទៅបើកបនល្បែងយូគីនៅចំណុចខាងលើនេះបើតាមការពិនិត្យទិដ្ឋភាពទីតាំងល្បែងគឺឃើញមានប្រជាពលរដ្ឋប្រុសស្រីក្មេងចាស់បាននាំគ្នាទៅចាក់ល្បែងយូគីលោកដង្ខៅសៅយ៉ាងពពាក់ពពូនប៉ុន្តែហាក់មិនរំខានទៅដល់សមត្ថកិច្ចឬអាជ្ញាធរនៅក្នុងមូលដ្ឋានឡើយបើទោះបីជាលោកដង្ខៅសៅបើកដំណើរការរាល់ថ្ងៃក្តីអ្នកភូមិបានប្រាប់ថាជារៀងរាល់ថ្ងៃល្បែងយូគីរបស់លោកសៅបានចាប់ផ្ដើមស្វាគមន៍ភ្ញៀវនៅពេលរសៀលលូតរហូតទៅដល់យប់ជ្រៅពោលបើកលេងរហូតទាល់តែអស់អ្នកចាក់ទៅបិទទីតាំងលុះស្អែកឡើងទៅបើកដំណើរការសាជាថ្មីសូមរំលឹកផងដែរថាកន្លងមកនេះនៅក្នុងស្រុកមោងឫស្សីសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានតែងតែបើកឲ្យមានការលេងល្បែងស៊ីសងខុសច្បាប់យ៉ាងទូលំទូលាយប៉ុន្តែសមត្ថកិច្ចនិងអាជ្ញាធរស្រុកនេះមិនដែលហ៊ានទទួលខុសត្រូវឬទទួលស្គាល់ការពិតទេនៅពេលបែកធ្លាយព័ត៌មានពីបនល្បែងស៊ីសងខុសច្បាប់នេះម្ដងពួកគេចេះត្រឹមតែប្រកែកទាំងបំពេញញ័រមាត់រួចធ្វើរបាយការណ៍ភូតផរទៅដល់ថ្នាក់លើពេលដែលថ្នាក់លើប្រតិកម្មសួរនាំមូលហេតុដែលលោកមន្ត្រីថ្នាក់ក្រោមរាយការណ៍ភូតកុហកថ្នាក់លើបានរាល់ពេលក៏ព្រោះតែពួកគេដឹងចិត្តថ្នាក់លើងាយបោកស្រួលកុហកទទួលបានរបាយការណ៍ភូតកុហកហើយថ្នាក់លើក៏មិនបានសួរដេញដោលបន្ថែមដែរដូច្នេះទើបមេល្បែងស៊ីសងនានាតែងតែនាំគ្នាទៅបើកល្បែងស៊ីសងស្ទើរតែគ្រប់ប្រភេទនៅក្នុងស្រុកមោងឫស្សីព្រោះតែអាជ្ញាធរដែនដីមានការធូររលុងសំខាន់រៀបចំសំណែនត្រូវគឺស្ងាត់មាត់ដូចជាចប់ជាក់ស្ដែងដូចជាបនល្បែងយូគីរបស់ឈ្មោះសៅខាងលើនេះបានបើកដំណើរការយ៉ាងរលូនពពាក់ពពូនគ្នារាល់តែថ្ងៃតែសមត្ថកិច្ចនិងអាជ្ញាធរដែនដីហាក់មិនខ្វាយខ្វល់ឡើយនៅតែបណ្តែតបណ្ដោយឲ្យមេល្បែងនេះកើបលួយពីអ្នកភូមិមិនថាចាស់ឬក្មេងប្រុសឬស្រីនោះទេតើឯណាគោលនយោបាយភូមិឃុំមានសុវត្ថិភាពព្រោះតែផលប្រយោជន៍ទំនងត្រូវបានគេបំភ្លេចអស់ហើយនៅគោលនយោបាយមិនច្បាស់លាស់មួយនេះជុំវិញករណីបនល្បែងស៊ីសងនៅក្នុងស្រុកមោងឫស្សីនេះអង្គភាពសារព័ត៌មាន9 TV នឹងរងចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការឬទំនាក់ទំនងតាមលេខទូរស័ព្ទ012 79 95 និង 72